បាទសួស្តីប្រិយមិត្តទាំងអស់គ្នាដែលកំពុងស្ដាប់ទាំងអស់គ្នាបាទធ្វើថ្មីនេះមានរឿងមួយដ៏ចម្លែកមកកកើត Facebook តែម្ដងបាទគឺដាក់ចំណងជើងថាចប់ហើយកូនខ្មែរនារីម្នាក់លាត់អាវបញ្ចេញក្បាលដល់បង្ហោះ Facebook លេងខ្មាស់អៀនបាទរឿងរ៉ាវទៅជាងណាបាទអនិច្ចាសិលធម៌សង្គមខ្មែរដោយសារតែការផ្លើតភ្លើនរបស់ក្មេងៗខ្វះការយល់ដឹងមួយចំនួនបាននាំគ្នាលេងល្បែងហែកគេម៉ែបង្ហោះតាម Facebook លេងមានភាពអៀនខ្មាស់តទៅសោះបាទដល់ថ្នាក់នឹងផងលោកមុខមាត់ក៏ស្អាតមានរឿងគួរឲ្យភ្ញាក់ផ្អើលបំផុតនៅពេលថ្មីនេះស្រាប់តែអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បាននាំគ្នាចែកចាយរូបភាពអាហារភាសមួយសន្លឹករបស់ម្ចាស់ account មួយរូបឈ្មោះថាជីយ៉ាបាទដែលបានបង្ហោះរូបភាពបញ្ចេញក្បាលដោះដោយគូសរូបឆ្មាពីលើតាម Facebook មានចឹងដែរនោះបើតាមការបញ្ជាក់ពីម្ចាស់ account រូបនេះបានអះអាងថាហ៊ាននិយាយហ៊ានធ្វើខ្លាចហើយអ្នក comment នេះជាល្បែងមួយដ៏ពេញនិយមដែលអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ដែលភាគច្រើនជាយុវជនបាននាំគ្នាភ្នាល់តាមរយៈការ comment ដែលខ្លួនកំណត់តាមការសន្យាតួយ៉ាងដូចនារីម្នាក់នេះបានសន្យាថាបើមានអ្នក comment លើរូបបញ្ចេញក្បាលដោះរហូតដល់ 6K នោះនាងនឹងថតបញ្ចេញដូចតាមការសន្យាអាយ៉ាពិតជាក្លាហានមែនបាទមិនធម្មតាទេចឹងបាទទីបំផុតអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ដែលភាគច្រើនជាបុរសបាននាំគ្នាចូលទៅ comment ប្រងព្រាតរហូតគ្រប់ចំនួនគាត់ក៏ខ្លាចដែរគាត់ធ្វើតែហ្មងទៅនៅថ្ងៃទី18កុម្ភៈនេះម្ចាស់ account ជីយ៉ាបានថតរូបលត់អាវបញ្ចេញក្បាលដោះដោយគូសរូបឆ្មាទៅតាមការសន្យាមែនអីអើយខ្លាំងជាងឯងទៀតវើយពេលមកបានមើលមុខមាត់ក៏ស្អាតបានគួរសមដែរបាទគួរណាអញ្ចឹងចិត្តល្អបាទអានេះជំនួយភ្នែករបស់យើងដែរបងប្អូននេះបាទមើលរូបភាពវីដេអូក៏មានដែរបាទនេះវីដេអូរបស់គាត់បាទអញ្ចឹងក៏សូមចំតែប៉ុណ្្នឹងបាទសូមអរគុណហើយនឹងសូមជួយចុច Subscribe ហើយនឹងរូបកណ្ដឹងឲ្យខ្ញុំបាទផងបាទដើម្បីកុំឲ្យមានការភ្លៀងផ្្លាត់នៅវីដេអូក្រោយៗបាទសូមអរគុណជម្រាបលា